ជំនោខ្យល់ត្រជាក់បក់មកពីខាងជើងធ្វើឲ្យក្លិនស្រូវប្រហើរឈួលមកចូលច្រមុះអ្នកភូមិជាច្រើនអ្នកភូមិមួយតែងតែប្រកបមុខរបរផ្សេងគ្នាអ្នកខ្លះក៏ប្រកបមុខរបរនេសាទចំណែកអ្នកខ្លះវិញក៏ប្រកបមុខរបរធ្វើស្រែចម្ការចំណែកអ្នកខ្លះវិញក៏ប្រកបមុខរបរផ្សេងគ្នានៅក្នុងភូមិនេះគឺមានទួលមួយដែលទួលនោះគឺជាទួលអ្នកតាដែលថែរក្សាជាយូរឆ្នាំណាស់មកហើយអ្នកភូមិល្បីទួលនោះថាតែងតែមានលោកតាបង្ហាញរិទ្ធឲ្យពួកអ្នកភូមិឃើញលោកតាគង់គឺគាត់ជាម្ចាស់ស្រុកនៅទីនោះហើយក៏ជាមេភូមិនៅទីនោះដែរលោកតាគង់គាត់ក៏បាននិយាយថារាល់ពេលដែលដើរកាត់នៅទួលនោះបើគ្មានអ្នកសុំលោកតានោះទេប្រកបណាស់លោកតានឹងឲ្យឃើញបន្លែងចេញជាសត្វអ្វីផ្សេងឬក៏ឲ្យឃើញចេញជាខ្មោចតែម្ដងក៏មានដែរដូច្នេះគាត់ក៏បានប្រាប់អ្នកភូមិថាមុនទៅណាក៏ដោយឲ្យតែដើរកាត់ទួលអ្នកតានោះត្រូវតែស្រែកសុំលោកតាជាមុនកុំឲ្យលោកតាប្រកាន់ពេលដែលអ៊ំគង់ដែលជាមេភូមិនៅទីនោះគាត់បានប្រកាសរួចអ្នកភូមិទាំងអស់ក៏យល់ព្រមនឹងធ្វើតាមមេភូមិនោះព្រោះថាលោកមេភូមិនោះគាត់ក៏ជាអ្នកចេះនៅមន្តអាគមឬក៏របៀបជាច្រើនដែរអ្នកភូមិលើកគាត់ឡើងជាមេភូមិនេះព្រោះឃើញគាត់ចេះនេះឯងនៅថ្ងៃមួយក៏មានបុរស2នាក់ដែលបុរស2នាក់នោះមិនជឿរឿងខាងមុនគាថាឬក៏អ្នកតាឬក៏ខ្មោចព្រាយអីនោះទេគេតែងប្រមាថមើលងាយគ្រប់បែបយ៉ាងព្រោះតែគេមិនជឿនៅថ្ងៃនោះបុរសទាំង2នាក់នោះក៏បានធ្វើដំណើរកាត់ទួលនោះតែពួកគេមិនបានសុំនឹងលោកតាដែលនៅថែរក្សានោះឡើយទាំងពួកគេបានដឹងថាទួលនេះមានអ្នកតាកាន់ក៏ដោយពួកគេដើរបណ្ដើរនិយាយគ្នាបណ្ដើរស្រែកជ្រឿងអាឡែអាឡូបណ្ដើរពេលដែលដើរដល់ទួលនោះពួកគេក៏បានឡើងទៅបត់ដៃបត់ជើងនិងឈឺនោមដាក់លើទួលនោះទៀតនេះហើយគឺជាពាក្យប្រមាថពេលដែលពួកគេបានបត់ដៃបត់ជើងរួចពួកគេក៏បានស្រែកជើងអាឡែអាឡូនៅលើទួលនោះទៀតពេលនោះនិភាពនិងនិធីគេក៏បានចុះមកពីលើទួលវិញហើយក៏បានធ្វើដំណើរបន្តទៅមុខទៀតដើម្បីទៅភូមិផ្សេងគ្រាន់តែពួកគេទាំង2នាក់ដើរបាន4-10ជំហានតែប៉ុណ្ណោះមិនទាន់បានផុតទួលនោះផងស្រាប់តែមាននារី2នាក់បានបក់ដៃហៅពួកគេឲ្យឡើងទៅលើទួលវិញសំឡេងខ្សៅក៏បានឮចេញមកពីខាងក្រោយពួកគេពេលនោះនិភាពនិងនិធីគេក៏បានងាកមកហើយក៏បាននិយាយថាអ្នកទាំងពីរតើនាងជាអ្នកណាបានជាមកនៅទួលនេះស្ត្រីទាំង2នាក់នោះក៏បាននិយាយថាបាទបងខ្ញុំជាអ្នកភូមិផ្សេងខ្ញុំដើរមកដល់ទីនេះមិនដឹងទៅទីណាទៀតបានដល់ភូមិដូច្នេះហើយទើបខ្ញុំបានឈប់សម្រាកនៅទួលនេះខ្ញុំបានឮសំឡេងបងច្រៀងអាឡែអាឡូពេកទើបខ្ញុំចេញមកដើម្បីជួបបងដើម្បីឲ្យពួកបងទាំង2នាក់នេះជូនខ្ញុំទៅភូមិវិញនិភាពនិងនិធីដែលជាមនុស្សខូចផងនោះពេលដែលបានឃើញស្រីសាទទាំង2នាក់ពឹងបែបនេះពួកគេក៏បាននិយាយថាអូអញ្ចឹងទេអីអញ្ចឹងមិនអីទេច
ចាំបងជូនអូនទៅតើផ្ទះអូននៅឯណាវិញស្ត្រីទាំងពីរនាក់នោះគេក៏បាននិយាយថាបាទបងផ្ទះខ្ញុំឡើងទៅលើទួលនេះបន្តិចទៅឆ្លងផុតព្រៃមួយនឹងដល់ផ្ទះខ្ញុំហើយព្រោះថាវាយប់ទើបខ្ញុំមិនហ៊ានឆ្លងកាត់នៅទួលនេះអ្នកទាំងពីរគ្រាន់តែឮបែបនេះគេក៏បានអួតអាងពីអំណាចរបស់ខ្លួនថាពួកគេមិនដែលខ្លាចទួលនេះទេនិធីគេក៏បាននិយាយថាមិនអីទេអូនចាំបងជូនទៅផ្ទះអូននៅទីណាបងជូនទៅដល់តែម្ដងស្ត្រីទាំងពីរនាក់នោះក៏បានបក់ដៃហៅពួកគេហើយនិធីនិងនិភិបក៏បានដើរទៅពេលដែលពួកគេទាំង4នាក់នោះដើរបណ្ដើរនិយាយគ្នាបណ្ដើររហូតទៅដល់ដើមពោធិ៍មួយដែលជាដើមពោធិ៍របស់លោកតានោះឯងពេលដើរទៅដល់នោះភ្លាមពួកគេក៏ចាប់ផ្ដើមឈប់ពេលនោះនិភិបគេក៏បានសួរថាតើអូនភ្លេចអីមែនបានជាឈប់នៅទីនេះស្ត្រីទាំងពីរនាក់នោះក៏បានញញឹមតែគេមិនបាននិយាយនោះទេនិធីក៏បានសួរទៀតថាតើអូនឈប់មានការអីអាចប្រាប់បងបានស្ត្រីម្នាក់នោះក៏បាននិយាយថាបាទបងពេលដែលខ្ញុំចេញមកខ្ញុំក៏មានស្រានិងទឹកយកមកជាមួយដែរដូច្នេះសូមបងអញ្ជើញហូបនៅទីនេះសិនទៅពេលដែលហូបរួចចាំធ្វើដំណើរទៅមុខទៀតព្រោះថាប្រហែលជាបងឃ្លានហើយនិភិបនិងនិធីឮបែបនេះគេក៏បាននិយាយថាអូអញ្ចឹងក៏បានដែរពេលនោះស្ត្រី2នាក់នោះគេក៏បានទាញប្រវិចរបស់គេរួចហើយក៏បានយកម្ហូបក្លែមនិងដបស្រាបានយកឲ្យពួកគេទាំង2នាក់ហូបផឹកនៅទីនោះពេលដែលពួកគេបានអង្គុយផឹកនៅទីនោះអង្គុយផឹកមិនដើរជ្រឿងលេងមិនដើររហូតតតែអស់ពេលនោះនិធីក៏បាននិយាយទៅស្ត្រីម្នាក់ថាតើអូនអត់ខ្លាចទេដែលមកនៅជាមួយបងបែបនេះស្ត្រីនោះក៏បាននិយាយថាខ្ញុំមិនខ្លាចទេបងព្រោះខ្ញុំដឹងថាបងទាំងពីរនាក់នេះពូកែខ្លាំងណាស់និភិបនិងនិធីគ្រាន់តែឮស្រីទៅសារបែបនេះក៏មានអំនួតហើយក៏បាននិយាយថាមែនហើយអូននៅលើទួលនេះគេថាមានអ្នកតាកាចណាស់បើសិនជាអ្នកណាហ៊ានបំពេញឬក៏ដើរកាត់មិនបានសុំអ្នកតានេះប្រកាសណាអ្នកតានេះនឹងធ្វើឲ្យមានសត្វឬក៏ខ្មោចព្រាយដេញមកលើងហើយប៉ុន្តែពួកបងវិញឡើងមកដល់លើទួលនេះអង្គុយផឹកស្រាជាមួយអូននៅគ្មានឃើញលោកតាណាមកផងគ្រាន់តែនិយាយដល់នេះស្រាប់តែមានខ្យល់មកវូបធ្វើឲ្យដើមឈើនៅទីនោះបក់ផាត់ប៉ើងតែម្ដងសំឡេងខ្សែក៏បានឮចេញពីលើដើមពោធិ៍នោះពេលនោះនិធីនិងនិភិបគេក៏បានសម្លឹងមើលស្ត្រី2នាក់នោះទៀតតែពេលនោះស្ត្រី2នាក់នោះក៏បានបាត់ខ្លួននៅកន្លែងគេអង្គុយនោះតែម្ដងចំណែកឯស្រានិងសាច់របស់គេនោះស្រាប់តែវាចេញទៅជាលិមួកមួយដែលអាក្រក់ចំណែកឯស្រាដែលគេផឹកនោះធំក្លិនឆ្អេះងោងដូចជាទឹកនោមអញ្ចឹងសំឡេងសើចលឺក៏បានបន្លឺចេញមកចំណែកឯនិធីនិងនិភិបក៏ចាប់ផ្ដើមឆ្លេឆ្លាចំណែកឯខ្យល់ក៏បក់មកវូធ្វើឲ្យពួកគេរន្ធត់ជាខ្លាំងសំឡេងសើចពីលើដើមពោធិ៍ក៏បានសម្លឹងមកពេលនោះនិភិបគេក៏បាននិយាយថាណែអាធីយើងចាញ់បោកខ្មោចហើយវើយនោះនាងទាំងពីរនាក់នោះនៅអង្គុយលើដើមពោធិ៍លៀនអណ្ដាតមកវែងភ្នែកធំចំណែកឯមួយទៀតទម្លាក់សក់មកអត់តាយតោះយើងឆាប់រត់ទៅនិធីនិងនិភិបខំប្រឹងរត់យ៉ាងណាក៏ចេញទៅពីទួលនោះមិនរួចដែរ
រត់រហូតតតែចិត្តភ្លឺដល់តែពួកគេទុនដៃទុនជើងស្រាប់តែពេលនោះពួកគេក៏អាចចេញពីលើទួលនោះបានចំណែកឯស្ត្រី2នាក់នោះក៏បានដេញលើងពួកគេរហូតនិធីនិងនិភិបក៏ចាប់ផ្ដើមរត់រហូតតតែរត់លែងចង់រួចក៏បានវាបណ្ដាស្រែកឲ្យគេជួយបណ្ដានិភិបនិងនិធីក៏បាននិយាយថាខ្ញុំរៀងហើយខ្ញុំឈប់បំពេញទៀតហើយចំណែកឯសំឡេងសោចក៏សោចចេញពីខាងក្រោយនិធីចេះតែរត់ផងវាផងដួលផងតាក់បលាផងរហូតទៅដល់ក្បែរភូមិពេលដែលទៅដល់ជិតភូមិនោះសំឡេងស្រែកឲ្យជួយក៏បានឮបង្ពងឡើងសំឡេងឆ្កែព្រុសក៏បានរត់មកព្រោះគេបានឃើញនិធីនិងនិភិបនេះរត់ចេញមកចំណែកឯអ្នកភូមិចាស់មួយចំនួនគ្រាន់តែឮឆ្កែព្រុសបែបនេះពួកគាត់ក៏ស្រវាចេញពីក្នុងផ្ទះដើម្បីមកមើលហេតុការណ៍តើមានរឿងអីកើតឡើងចំពោះភូមិគាត់ពេលដែលគាត់បានមកមើលនោះគាត់ក៏បានឃើញនិធីនិងនិភិបរត់មកឡើងត្រដាបត្រដួបខោអាវលហែរញ៉េរញ៉ៃជើងរយះដៃជើងពេញពេលដែលនិភិបនិងនិធីមកដល់គេក៏បាននិយាយថាជួយផងខ្មោចនៅទូលនោះលើងគ្រាន់តែពួកគេនិយាយបានប៉ុណ្នេះពួកគេក៏ស្លាប់ទាំងពីរអ្នកបាត់ទៅចំណែកឯអ្នកភូមិក៏បាននាំគ្នាជួយគ្រាពួកគេយកទៅដាក់ក្រែមុខផ្ទះរួចហើយក៏បានយកកសែងឬក៏ក្រមាដើម្បីជ្រលក់ទឹកជូតមុខជូតមាត់ពួកគេដើម្បីឲ្យពួកគេដឹងខ្លួនតែនាយទាំងពីរអ្នកនោះគ្រាន់តែដឹងខ្លួនពេកពួកគេក៏ចាប់ផ្ដើមញាក់ពេញខ្លួនដូចជាកូនសត្វអញ្ចឹងនិយាយក៏មិនដឹងរឿងគ្រប់បែបយ៉ាងដូចជាមនុស្សឈួតបាត់ទៅហើយអ្នកភូមិម្នាក់ក៏បានទៅហៅលោកអ៊ំគង់ដែលគាត់ជាមេភូមិនៅក្នុងភូមិនោះពេលនោះលោកអ៊ំមេភូមិគាត់ក៏បានមកដល់ហើយក៏បានសួរនាំអ្នកទាំងពីរចំណែកឯអ្នកទាំងពីរមិនបានដឹងអីនោះទេគ្រាន់តែឮអ្នកភូមិម្នាក់បាននិយាយថាអ្នកទាំងពីរនេះត្រូវបានខ្មោចលើងរហូតដល់តែឈួតលប់សតិបែបនេះលោកអ៊ំគង់គ្រាន់តែគាត់ឮបែបនេះហើយគាត់ក៏បានសួរថាតើពួកវាទាំងពីរអ្នកនេះរត់មកពីខាងណាពេលនោះអ្នកភូមិម្នាក់ដែលនៅហេតុការណ៍ដែលនិធីនិងនិភិបនេះបាននិយាយនោះក៏បាននិយាយថាពួកគេរត់មកពីទួលអ្នកតាកាចនោះឯងលោកអ៊ំគង់គ្រាន់តែគាត់ឮបែបនេះគាត់ក៏បានទៅយកផ្តិលហើយទៅដួសទឹកមួយផ្តិលរួចហើយយកធូប5តសៃរួចហើយសូត្រផ្លុំរួចហើយយកទៅប្រព្រំនៅលើមុខអ្នកទាំងពីរមួយសន្ទុះក្រោយមកអ្នកទាំងពីរក៏បានស្ងប់ស្ងាត់បន្តិចរួចហើយគាត់ក៏បានទាញយកទឹកមួយធុងដើម្បីយកមកស្រោចទឹកដើម្បីឲ្យពួកគេនោះដឹងខ្លួនឬដឹងស្មារតីឡើងវិញពេលដែលពួកគេបានដឹងខ្លួនឬស្មារតីតិចតួចហើយពេលនោះលោកអ៊ំគង់ក៏បានឲ្យពួកគេសម្រាកសិនចាំភ្លឺច្បាស់ចាំគាត់សួរនាំរយៈពេលប្រហែលជាប្រមាណម៉ោងពួកគេទាំងពីរនាក់នោះក៏បានដឹងខ្លួនហើយពួកគេក៏មានស្មារតីរឹងមាំឡើងវិញពេលនោះលោកអ៊ំគង់គាត់ក៏បានសួរថាណែអាភិបអធិតើយប់មិញឯងមានរឿងអីបានជារត់មកដល់ភូមិសន្លប់បែបនេះនិធីក៏បានរៀបរាប់ថាកាលពីយប់មិញមានព្រាយ2នាក់បានដេញលើងពួកគេដែលคล้ายខ្លួនធ្វើជាស្រីស្អាតដើម្បីឲ្យពួកគេជូនទៅក្នុងភូមិពួកគេពេលនោះនិធីនិងនិភិបក៏បានរៀបរាប់តាមសាច់រឿងនេះហើយលោកអ៊ំគង់គាត់ក៏បាននិយាយថា
ណែអាពីរនាក់ឯងចាញ់បោកអ្នកតានោះហើយព្រោះថានៅទួលនោះបើសិនជាពួកឯងប្រមាថដល់គេបែបនេះប្រកាសណាស់គេនឹងតាមផ្ដន់ទាឯងត្រូវតែសុំខមាទោសលោកតានោះបើមិនដូច្នេះទេលោកតានោះនឹងយកជីវិតឯងហើយក្នុងអាការនេះខ្ញុំក៏សូមប្រាប់ទៅដល់អ្នកភូមិដែលរស់នៅទីនេះទាំងអស់មុននឹងដើរឆ្លងកាត់ទួលនោះមិនថាពេលថ្ងៃឬពេលយប់សូមពុកម៉ែបងប្អូនទាំងអស់ត្រូវតែសូមលោកតានោះជានិច្ចបើយើងសូមគាត់ប្រកាសណាស់គាត់នឹងជួយតាមថែរក្សាពេលនោះពួកគេទាំងពីរនាក់ក៏បានទិញចេកឬក៏ផ្លែឈើតិចតួចយកទៅសែនអ្នកតានោះទៅហើយក៏បាននិយាយថាសូមខមាទោសដែលកូនចៅបានបំពេញឬក៏បានធ្វើខុសពេលដែលពួកគេសែនរួចគេក៏បានត្រឡប់មកវិញចំណែកឯសាច់រឿងមួយនេះក៏សូមតែចប់ត្រឹមនេះអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាតាមដានសាច់រឿងមួយនេះបើសិនជាមានកន្លែងណាខុសឆ្គងកន្លែងណាសូមពុកម៉ែបងប្អូនទាំងអស់គ្នាខន្តីអភ័យទោសដល់ខ្ញុំបាទទាំងអស់គ្នាផងសូមអរគុណសូមជម្រាបលា